សន្តិអាសនៈនិងគុយបាបានអបអរខួបចំណងការទូតលើកទី90ប្រមុខការទូតរបស់បរិយាវ៉ាទីកង់បំពេញទស្សនកិច្ចនៅក្រុងហាវ៉ាណាប្រទេសគុយបាកាលពីសប្តាហ៍មុនហើយបានជួបជាមួយនឹងគ្រីស្ទបរិស័ទកាតូលិកនៅក្នុងស្រុកដឹងមន្ត្រីដើម្បីអបអរខួប90ឆ្នាំនៃទំនាក់ទំនងការទូតរវាងគុយបានិងសន្តិអាសនៈទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថានៅក្នុងអំឡុងពេលស្នាក់នៅប្រទេសគុយបាកាលពីសប្តាហ៍មុនលោក Paul Richard Gallagher រដ្ឋមន្ត្រីនៃក្រសួងទំនាក់ទំនងជាមួយនឹងរដ្ឋនិងអង្គការអន្តរជាតិនានាបានជួបជាមួយនឹងប្រធានាធិបតី Miguel Díaz-Canel និងនាយករដ្ឋមន្ត្រី Manuel Marrero Cruz នាក្នុងឱកាសនោះលោកក៏បានជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសគុយបាគឺលោក Bruno Ecuador que Parilla ផងដែរយោងតាមការបង្ហោះនៅលើបណ្ដាញសង្គម X ដោយលោកអគ្គអភិបាលបានមានប្រសាសន៍ថានៅគុយបាឥឡូវនេះកំពុងតែសកម្មចំពោះការផ្សាយដំណឹងល្អក្នុងការលើកកម្ពស់សន្តិភាពនិងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិគុយបានិងសន្តិអាសនៈបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី7ខែមិថុនាឆ្នាំ1935ក្រោយទោះបីជាមានបដិវត្តន៍គុយបាឆ្នាំ1959នៅពេលដែលលោក Fidel Castro បានទទួលយកលទ្ធិម៉ាលីនីនិងដាក់រដ្ឋមិនជឿលើសាសនាក៏ដោយក៏ទំនាក់ទំនងការទូតរវាងរដ្ឋទាំងពីរនៅតែបន្តរក្សា